ខ្ញុំសូមនិទានរឿងជាភាសាអង់គ្លេសនិងខ្មែរវាអាចផ្ដល់ផលប្រយោជន៍ដល់ការសិក្សារបស់បងប្អូនរឿងសត្វស្លាប The Bird ខ្ញុំនិទានជាភាសាអង់គ្លេស There was a flock of birds that living on a sick tree. One day, the leader of birds noticed that when there was wind, it made the branch of the tree grass each other. This great spark that fell down on the dead leaf, it could cause a fire. And then he told this to his member. After telling this, the leader flew out of the tree with a flock of birds that had agreed with him. For the birds that were left, when they had seen like this, they laughed at the leader and said, being in panic with a small thing, don't be stupid, everyone. The leader had just seen a drop of silver. He assumed that it had a crocodile. After speaking, they burst out laughing at the same time. The fire burned brightly in the forest. Because of the flame and smoke, the birds were frightened and bewildered. They could not find the way to escape, so that they were killed by flame and death. The birds that followed the leader could live for the rest of their lives. ខ្ញុំនិទានជាភាសាខ្មែររឿងសត្វស្លាបនៅលើដើមឈើស៊ុបទ្រប់មួយមានហ្វូងបក្សីមួយហ្វូងរស់នៅថ្ងៃមួយមេហ្វូងបក្សីសង្កេតឃើញថាពេលមានខ្យល់បក់ម្ដងនាំឲ្យមេឃឈើកោតគ្នាធ្លាក់ផ្កាភ្លើងមកលើស្លឹកឈើងាប់ធ្វើឲ្យភ្លើងឆេះព្រៃបានឃើញហេតុនេះមេហ្វូងបក្សីក៏ពិចារណាថារដូវនេះជារដូវប្រាំងរីងស្ងួតផ្កាភ្លើងនេះនឹងបណ្ដាលឲ្យឆេះព្រៃនេះមិនខានទេទៅប្រាប់សេចក្តីនោះទៅហ្វូងបក្សីលុះប្រាប់ហើយមេហ្វូងក៏បាននាំហ្វូងបក្សីមួយចំនួនធំដែលយល់ឃើញស្របគ្នាហើរចេញពីដើមឈើនោះទៅរីឯបក្សីដែលនៅសេសសល់ពេលឃើញដូចនោះក៏នាំគ្នាចំអកថាគ្រាន់តែអញ្ចឹងសោះក៏នាំគ្នាផ្អើលឆោឡោដែរកុំចាក់ឆោតពេកពួកយើងគាត់នឹងសំបីតែទឹកមាត់មួយដំណក់ក៏មើលឃើញមានក្រពើដែរពោលរួចហើយពួកគេក៏នាំគ្នាសើចអើងកងឡើងស្របពេលនោះស្រាប់តែភ្លើងព្រៃឆាបឆេះសន្ធោសន្ធៅឡើងពេញព្រៃទាំងមូលផ្សាយនឹងអណ្ដាតភ្លើងបានឆេះខ្មៅងងឹតបណ្ដាលឲ្យសត្វទាំងនោះផិតភ័យស្រឡាំងកាំងរកច្រកហើរចេញពីទីនោះមិនរួចក៏ត្រូវអណ្ដាតភ្លើងឆេះស្លាប់នៅកន្លែងនោះទៅរីឯបក្សីដែលហើរចេញតាមមេហ្វូងនោះក៏រស់រានមានជីវិតរហូតមកគំនិតអប់រំអន្តរាយតែងកើតឡើងពេលមនុស្សភ្លេចខ្លួនត្រូវត្រៀមខ្លួនដោះស្រាយមុនពេលដែលមានបញ្ហាកុំចាំដល់មានបញ្ហាចាំដោះស្រាយ Being ready for solving the upcoming problem. Do not wait until the problem comes and find the solution later. ការគិតទុកមុនធ្វើប្រសើរជាងការធ្វើដោយមិនបានគិត Planning to do something is better than doing something without any plan.
មិនត្រូវមើលងាយស្ថានភាពទេព្រោះថាសំបីតែពស់ពឹសតូចក៏អាចចឹកមនុស្សស្លាប់ដែរ Don't look down the situation even a small poisonous snake can kill you អរគុណបងប្អូនអរគុណមិត្តភ័ក្តិបងប្អូនសូមជួយ Subscribe ក្នុង Channel YouTube ខ្ញុំមួយផងទុកជាការលើកទឹកចិត្តដល់ខ្ញុំក្នុងការផលិតវីដេអូជូនចំពោះមិត្តភ័ក្តិបងប្អូនរាល់អត្ថបទលើកទឹកចិត្តនិងរឿងនិទានខ្ញុំដាក់នៅក្នុង Channel YouTube ទាំងអស់សូមអរគុណ